ធ្វើមិនទៅដើម្បីឲ្យគោលដៅយើងទទួលបានជោគជ័យពីវីដេអូមុនខ្ញុំបានចែកម្លែកទៅទិនជាមួយនឹងការហ៊ានចេះដាក់គោលដៅហើយយើងចេះយកគោលដៅហ្នឹងមកមើលរហូតតាមដានវាថាវាធ្វើដល់ណាហើយប៉ុន្តែខ្ញុំមានរឿងមួយដែលខ្ញុំចង់ចែកម្លែកឲ្យទាំងអស់គ្នាឲ្យបានយល់ថាតើដើម្បីឲ្យគោលដៅរបស់យើងទទួលបានជោគជ័យយើងត្រូវតែមានវិធីសាស្ត្ររបៀបម៉េចខ្លះសម្រាប់វិធីសាស្ត្រវាមានច្រើនអញ្ចឹងកាលពីមុនខ្ញុំគិតថាបើសិនជាខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុនមួយខ្ញុំទទួលបានប្រាក់ខែប៉ុណ្ណេះខ្ញុំគិតថាខ្ញុំអត់អាចទទួលបានជោគជ័យបានទេអាហ្នឹងខ្ញុំដឹងស្រាប់ខ្លួនឯងហ្មងចឹងខ្ញុំក៏គិតថាខ្ញុំគួរតែត្រូវដូរការងារឬក៏ខ្ញុំត្រូវតែរកការងារបន្ថែមទៀតដើម្បីធ្វើឲ្យខ្ញុំនឹងបង្កើននៅគេហៅថាអឺfinancial របស់ខ្ញុំនឹងអញ្ចឹងបើសិនជាទាំងអស់គ្នាអ្នកណាដែលគាត់គិតថាអញ្ចឹងគោលដៅរបស់ខ្ញុំឥឡូវហ្នឹងខ្ញុំមានហើយក៏ប៉ុន្តែអីដែលខ្ញុំធ្វើហ្នឹងគឺវាអត់ទាន់ត្រូវទេឬក៏យើងសម្រាលមើលឬក៏យើងគត់គុណគូខ្លួនឯងមើលថាធ្វើអញ្ចឹងគឺអត់ទៅទេគឺយើងត្រូវបន្ថែមឬក៏យើងត្រូវដូរហើយកុំខ្លាចថានៅពេលដែលយើងដូរការងារឬក៏នៅពេលដែលយើងធ្វើអីមួយយើងចង់ដើរបែបគេហៅថាផ្លូវផ្សេងវាអាចនឹងបរាជ័យអត់ទេយើងត្រូវតែហ៊ានដកសង្កបទពិសោធន៍នៅក្នុងការដើរនឹងជាមុនសិនហើយបើសិនជាទាំងអស់គ្នាគិតថាចេះការដែលយើងផ្លាស់ប្ដូរទៅធ្វើអីមួយវាតែងតែមានហានិភ័យហើយប៉ុន្តែត្រូវដឹងថាអ្នកដែលគេប្រកែប្រកែវាច្រើនគឺគេត្រូវតែបែរចេះតែគេត្រូវតែទទួលស្គាល់ហានិភ័យហ្នឹងហើយគេធ្វើឲ្យអស់ពីលទ្ធភាពដើម្បីឲ្យខ្លួនឯងចឹងអាចទៅដល់គោលដៅដែលគេចង់បានអញ្ចឹងបើសិនជាទាំងអស់គ្នាតែងតែគិតថាមានតែអ្នកខ្លាំងហើយមានតែអ្នកកូនអ្នកមានឬក៏មានតែម្នាក់នឹងគាត់ជាមនុស្សដែលមានទេពកោសល្យដែលគាត់អាចធ្វើបានទាំងអស់គ្នាត្រូវដកអានឹងចោលហើយទាំងអស់គ្នាមកគិតវិញថាតើខ្លួនឯងអាចធ្វើអីបានផលអីដែលជាទេពកោសល្យរបស់យើងអីដែលជា resource របស់យើងហ្នឹងធនធានរបស់យើងទៅធ្វើរឿងហ្នឹងឲ្យបានល្អអញ្ចឹងបើសិនជាទាំងអស់គ្នាគិតថាធ្វើរឿងអីក៏ហានិភ័យដែរត្រឹមត្រូវធ្វើរឿងអីក៏ហានិភ័យដែរទាំងអស់គ្នាប៉ុន្តែយើងត្រូវចាំថាបើសិនជាយើងអត់ជឿចេះថាបើសិនជាយើងអត់ឆ្លងកាត់នៅហានិភ័យហ្នឹងទេក៏យើងអត់ទទួលបានលទ្ធផលដែរខ្ញុំបានទៅជាមួយខ្ញុំជួបមិត្តភក្តិខ្ញុំម្នាក់ថាបើសិនជាយើងធ្វើដដែលយកបានលទ្ធផលផ្សេងទេអញ្ចឹងតើយើងធ្វើអីថ្មីហើយបើសិនជាទាំងអស់គ្នាគាត់ថាចេះបើខ្ញុំធ្វើអាហ្នឹងខ្ញុំអត់ជោគជ័យឬក៏ខ្ញុំអត់ទៅដល់គោលដៅខ្ញុំផងតើខ្ញុំនៅតែបន្តធ្វើអាហ្នឹងទៀតអត់ចឹងបើសិនជាទាំងអស់គ្នាដឹងហើយថាធ្វើទៅវាអត់ជោគជ័យទេទាំងអស់គ្នាត្រូវតែមានផែនការផ្សេងឬក៏សកម្មភាពផ្សេងដើម្បីធ្វើឲ្យខ្លួនឯងជោគជ័យហើយកុំមើលងាកមើលគេថាខ្ញុំឃើញអ្នកនេះគាត់ធ្វើល្អខ្ញុំឃើញអ្នកនោះគាត់ធ្វើល្អឬក៏គាត់ធ្វើអញ្ចេះទៅបានល្អពេលខ្លះយើងអាចហ៊ានពីគេបានប៉ុន្តែរឿងមួយចំនួនវាអត់ដូចគ្នាទេរវាងយើងហើយនឹងគេផ្លូវជីវិតរបស់យើងដើរហើយនឹងផ្លូវជីវិតគេដើរផ្សេងគ្នាចឹងបើសិនជាយើងចង់ឲ្យផ្លូវជីវិតរបស់យើងដើរទៅបានរលូនយើងត្រូវតែប្រកាន់ភ្ជាប់នៅអត្តចរិតរបស់យើងផ្ទាល់ហើយយើងត្រូវតែមានការគិតបែបស៊ីជម្រៅដើម្បីធ្វើឲ្យខ្លួនឯងហ្នឹងទទួលបាននៅឱកាសឬក៏ទទួលបាននៅរឿងអីថ្មីសម្រាប់ធ្វើដើម្បីទទួលបាននៅលទ្ធផលថ្មីអញ្ចឹងបើសិនជាទាំងអស់គ្នាអ្នកណាដែលគាត់គិតថារឿងទាំងអស់ហ្នឹងពិបាកទាំងអស់គ្នាចាប់ផ្ដើមធ្វើពីរបស់ទូទៅមុនហើយវីដេអូដែលខ្ញុំចែកម្លែកនៅក្នុងនេះគឺដកស្រង់ពីបទពិសោធន៍របស់ខ្ញុំពីអីដែលខ្ញុំរៀនពីអ្នកដទៃហើយបើសិនជាទាំងអស់គ្នាគិតថាខ្លួនឯងប្រកាសជាត្រូវការឬក៏ខ្លួនឯងប្រកាសជាចង់បាននៅអាហ្នឹងហើយទាំងអស់គ្នាត្រូវធ្វើវាដើម្បីវាហើយធ្វើវាដើម្បីមកខ្លួនឯងវិញអញ្ចឹងបើសិនជាយើងងប់ងល់ជាមួយនឹងគោលដៅរបស់យើងធ្វើវាដើម្បីខ្លួនឯងទៅកុំងាករេរឿងថាគេអត់ធ្វើដូចខ្ញុំផងខ្ញុំអត់ធ្វើដូចគេផងចឹងកុំអាឡ័យតែមើលគេមើលមកជីវិតខ្លួនឯងច្រើនជាងចឹងចំណាយពេលមើលថាតើខ្លួនឯងមានគោលដៅនៅក្នុងកន្លែងណាហើយតើធ្វើអីដើម្បីឲ្យខ្លួនឯងនឹងអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងបានតទៅមុខទៀតបានដើម្បីយើងទៅដល់គោលដៅរបស់យើងចឹងអាហ្នឹងគឺជារឿងពិសេសសំខាន់បំផុតដែលយើងត្រូវតែគិតហើយបើសិនជាណាគេក៏តែងតែមានអារម្មណ៍ថាច្បោកច្បល់គាត់តែងតែមានអារម្មណ៍ថាអវិជ្ជមានសម្រាប់ខ្លួនឯងបដូរវាចេញព្រោះរឿងទាំងអស់គឺសុទ្ធតែកើតឡើងចេញពីដៃរបស់យើងសូម្បីតែយើងអ្នកអត់មានលុយទៅរៀនសកលគាត់ខំរលុយក្រៅអ្នកដែលគាត់ទៅបួសជាព្រះសង្ឃទៅអីដើម្បីរៀនអាហ្នឹងក៏ជាគេហៅថាកើតឡើងចេញពីខ្លួនឯងដែរទៅរទាំងអស់ហ្នឹងដើម្បីធ្វើអីដើម្បីរៀនឲ្យបានចប់ដើម្បីទៅដល់គោលដៅអញ្ចឹងស្វះស្វែងសម្រាប់ខ្លួនឯងហើយធ្វើរឿងហ្នឹងសម្រាប់ខ្លួនឯងនោះហើយវាជារឿងអីដែលយើងត្រូវធ្វើសម្រាប់គោលដៅរបស់យើង
អញ្ចឹងកុំឆាប់បោះបង់ហើយផ្ដោតសំខាន់បំផុតជាមួយនឹងការងាររបស់ខ្លួនឯងហើយមានគោលដៅឲ្យកាន់តែច្បាស់លាស់